បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងមករៀនអំពីរបៀបបង្កើត QR code ដើម្បីយើង scan ជាឯកសារអ្វីមួយអញ្ចឹងណាឧទាហរណ៍យើងមានជាឯកសារជា PDF ជា Word ជា Excel អញ្ចឹងណាអញ្ចឹងយើងអាចបង្កើត QR code នៅពេលយើងចង់បង្កើតឧទាហរណ៍យើងមានរូបភាពអញ្ចឹងទៅយើងរៀនបង្កើត QR code ហើយយើង scan ទៅយើងអាចចូលទៅក្នុងឯកសារយើងបានអញ្ចឹងជាដំបូងអ្នកនរគ្នាចូលមកកាន់កម្មវិធី Chrome ឬក៏ browser របស់អ្នកនរគ្នាមកហើយបន្ទាប់មកអ្នកនរគ្នាលើកអាកន្លែងសញ្ញា4ការ៉េនេះអ្នកនរគ្នាយកពាក្យថា Google Drive បាទយក Drive ហ្នឹងមកបាទហើយចាំតិចតើមកអ្នកនរគ្នាត្រូវការ login Gmail account អ្នកនរគ្នាចូលណាបាទហើយបន្ទាប់មកអ្នកនរគ្នាយកពាក្យថា new បាទយកពាក្យ new ហ្នឹងទៅតើមកអ្នកនរគ្នា upload file ដូចជារូបភាពដូចជាអ្វីដែលអ្នកនរគ្នាចង់ upload អញ្ចឹងណាអញ្ចឹងយកពាក្យថា file upload តើមកខ្ញុំរើសឯកសារខ្ញុំចង់ upload អីចឹងទៅលើឧទាហរណ៍ចង់ upload ជាបណ្ណសារនេះចុចលើបណ្ណសារឯកសារដែលយើងចង់ upload អញ្ចឹងណាបាទហើយយើងចុចពីថា open យើងឲ្យវាពេញនេះគ្រីចាំយើងចុចបើកវាទៅបាទចាំបន្តិចបាទជាឯកសារខ្ញុំចង់ឲ្យ scan ចេញអញ្ចឹងណាតើមកអ្នកយកពាក្យ share បាទតើមកអ្នកនរគ្នារើសពាក្យថា restrict នេះអ្នកយកពាក្យថា anyone with the link ចុចអាហ្នឹងមកបាទចាំបន្តិចតើមកយកពាក្យថា copy link ហ្នឹងណាបាទតមកទៀតអានេះចូលជ្រោមមួយទៀតអ្នកនេះវាយពាក្យថា QR code generator បាទហើយពាក្យហ្នឹងចូលណាចឹងបន្ទាប់ពីយើងវាយពាក្យហ្នឹងហើយអ្នកនេះ out scroll មកដល់នេះយករូបដែលមានគេសេអកាត់ថា QRFI នេះចុចលើវាមកបាទចាំបន្តិចតើមកអ្នកទាំងនេះ copy paste link អ្នកនេះចូល paste ចូលមកបាទនេះគឺជា QR code ដែលយើងអាចបង្កើតបានអញ្ចឹងអ្នកនេះធ្វើការ download ទៅបាទអញ្ចឹងវាអាចបង្កើត QR code ឬក៏អ្នកអាច screenshot ឬក៏ share ទុកអញ្ចឹងណាចឹងវីដេអូខ្ញុំគឺចែករំលែកអ្នកនរគ្នាមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូនេះបានអញ្ចឹងនេះគឺជាវីដេអូដែលបង្កើតអំពី QR code នៅក្នុងឆ្នាំ2026បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ